Bông ôn đai lư tha mà nó về để chặt sáp cứ bờ lăng thông trên nó tập bờ lăng tu chọn là việc chăng ấy từ số phong mai bông ôn ngọc nia lời nó cứ nhung của bông tại sự thật nó không vọt lông bờ lăng là mình tăng thật nó không khát sinh việc nó không việc ôn ấy cứ nhung nằng nó bông ôn ngọc nia mà tôi sna vọt môi ní hay khơi tham mê nó khéo là cứ của bông đặc liêng mình tay bông ôn nằng nó bông ôn mà tôi sna vọt môi ní cả đôi chia như vậy thì vọt khác khác tập tại căn phong mai bông ôn ngọc nia thôi vậy tới nó vọt ní cứ miên nè đài quạt ban mà xong cái đây sọc đi thật quạt miên chừng ngừ ấy chân tới cứ quạt mauวัดนี้ดับเบิลไทยทานไทยประหลอดอะไรทั้งนั้นบางคนจะเปิดปิดทีแบบปิดทีศาสนาที่แบบคือเหนือศาสนาใหม่ยังคือทำแบบปิดทีไทยประหลอดมีนจองสมาบอกจองไอ้นักใดให้เนี่ยคล้ายตลอดไปแต่ไม่ก่อเชียจังเตอร์นี่บัตามจากอธิการใดยมบาลสัมพีกอดหลักหลังจังเตอร์กอดกับบานปรับอมปีเรื่องราวมันจำนวนในกรอบการลังในช่วงวัดนี้ให้เนื้อเหมือนนมข้างวัดนี่เนื้อข้างพุ่มมือเชี่ยบางโอนนมเล็กมุกพุ่มมาแต่จัดวัดนี้ได้คือโบเมียนเนี่ยมาเฟอร์ปิดทีประจวนประหลอดเลยค่ะbộ quạt miền này sạch nhiệt na là ban chạy than bạc từ thấy quạt trăng đơn tục tục ẩm pi sạch nhiệt từng ở nó quạt có ban mà đo thì tăng khungในจัดวัดหนึ่งไงนำไปเอาเกตเฟอร์ไปที่ไปจวนฝันหลังแค่ไปจวนดูก็บางคนยมมัดจะมาหำปีไปที่ศาสนาต่างๆนั่งเต้แต่ยมตั้งแต่เดิมเหมือนนมนี่คือเมียนคือเราไปเด็ดเฟอร์ไปที่นึงเต้เกกับอ่านใหญ่จมูกนึงสัตว์nhiệtแต่บ้านใจทานบัดเตอร์นึง តាមពិតទៅខ្ញុំអត់មានកម្រងថាចង់មកថតវត្តលោមព្រលឹងនេះឲ្យបងប្អូនមើលទេប៉ុន្តែដោយសារតែខ្ញុំជីទៅសៀមរាបចឹងជីកាត់ក៏មានអ្នក recommend ខ្ញុំថាមានវត្តមួយដែលមានឈ្មោះថាវត្តលោមព្រលឹងហើយអត់សូវមានអ្នកទៅដល់ទេអត់សូវមានប្រសក់បានទៅធ្វើបន់ក៏ដូចជាមានអ្នកស្គាល់ចឹងណាប៉ុន្តែវត្តនឹងមានអាយុកាលចំណាស់ហើយចូល200ឆ្នាំហើយសាងសង់តាំងពីឆ្នាំ1800ជាងចឹងណាបងប្អូនហើយក៏មានរឿងរ៉ាវប្រវត្តិខ្លះៗពាក់ព័ន្ធជាមួយនឹងវត្តនឹងដែរនៅពេលដែលខ្ញុំបានទៅដល់វត្តនឹងគឺឃើញថាស្ងាត់ខ្លាំងមែនតើខ្ញុំក៏បានទៅជួបសំណេះសំណាលជាមួយនឹងលោកតាចៅអធិការវត្តនឹងគាត់ក៏បានប្រាប់ខ្ញុំថាអត់សូវមានប្រសក់បានមកធ្វើបន់ដល់វត្តនេះទេព្រោះអញនិយាយបានថាវានៅដាច់សញ្ញាក៏ថាបានដែរបងប្អូនហើយដល់ពេលអញ្ចឹងខ្ញុំក៏ប្រាប់លោកវិញថាចាំកណាជួយផ្សព្វផ្សាយនៅពេលហ្នឹងគឺលោកសប្បាយចិត្តខ្លាំងមែនតើហើយលោកក៏បានមានសង្ឃនៃការប្រាប់ខ្ញុំអំពីប្រវត្តិខ្លះៗនៅត្រង់វត្តនឹងច្រើនណាបងប្អូនដែលខ្ញុំនឹងយកមកនិយាយតប្រាប់បងប្អូននៅក្នុងវីដេអូនេះទៅពុកម៉ែបងប្អូនទាំងអស់គ្នាតាមពិតទៅឈ្មោះវត្តលោមប្រឡឹងនេះបើតាមខ្ញុំសាកសួរទៅកាន់ព្រះចៅអធិការវត្តណាគាត់បានដំណើរប្រាប់ខ្ញុំថាវាមានសាច់រឿងបតៈកាលាគ្នាជាមួយនឹងការហៅប្រឡឹងណាគឺពាក់ព័ន្ធជាមួយនឹងរឿងរបស់ចៅជាមួយនឹងតាពីរនាក់ដែលមានឈ្មោះថាតាកុហេជាមួយនឹងចៅកូលិតបងប្អូនដែរលឺអត់តាមពិតទៅយើងមិនច្បាស់ថារឿងហ្នឹងគឺកើតឡើងនៅក្នុងរាជស្ដេចអង្គណាឬក៏មានការបច្ឆេទច្បាស់លាស់អីទេព្រោះដោយសារតែវាជារឿងបែបនិទានតគ្នាដូចខ្ញុំស្ដាប់លោកតាចៅអធិការវត្តនិទានប្រាប់ខ្ញុំអញ្ចឹងទៅខ្ញុំប្រាប់ទៅកាន់បងប្អូនអស់គ្នាតអញ្ចឹងទៅថាការពីដើមឡើយហ្នឹងគឺដោយនៅក្នុងចំនួនមួយហ្នឹងគឺគេថាមានចៅមួយក្រុមអញ្ចឹងណាចៅមួយក្រុមហ្នឹងរៀបគម្រោងចង់សម្លាប់ទៅលើគេថាខាងខ្សែរាជវង្សខ្សែស្ដេចខ្សែហ្នឹងគឺគេចង់ធ្វើគុតទាំងអស់ធ្វើឃាតទាំងអស់អញ្ចឹងទៅដើម្បីបះបោលអីចឹងដល់ពេលទៅនៅថ្ងៃមួយហ្នឹងក្រុមចៅហ្នឹងក៏បានរៀបគម្រោងការរៀបអីអស់ហើយក៏បានគេថាចាប់ដើមទៅសម្លាប់ខាងខ្សែរាជវង្សទាំងស្ដេចទាំងមហាសីអីហ្នឹងអញ្ចឹងនៅពេលហ្នឹងព្រះមហាសីជាមួយនឹងស្ដេចហ្នឹងក៏បានយកបុត្ររបស់ទ្រង់ដែលទៅប្រសូតឡើងហ្នឹងគឺ3ទៅជាមួយហើយចុងក្រោយហ្នឹងដោយសារតែគាត់នឹងចិត្តថាខ្លួនអស់បុណ្យហើយអីចឹងប៉ុន្តែអត់ចង់ឲ្យកូនចង់ឲ្យបុត្ររបស់ខ្លួនពិបាកទេក៏សម្រេចចិត្តថាយកកូនហ្នឹងទៅទុកនៅក្នុងគោកមួយដែលហើយក៏បានអធិដ្ឋានថាសូមឲ្យបុណ្យបារមីទាំងអស់ចូលថែរក្សាបុត្រមួយអង្គនឹងកុំឲ្យគេឃើញកុំឲ្យគេចាប់បានដល់ពេលអញ្ចឹងទៅមេដាជាមួយនឹងស្ដេចហ្នឹងក៏បានគេថារត់ទៅបាត់អញ្ចឹងទៅរត់បំបែងដានចោលណាហើយចុងក្រោយក៏ត្រូវចោលនឹងចាប់បានទៅក្រុមចោលហ្នឹងក៏បានស្ងាត់ខ្សែរាជវង្សហ្នឹងអស់ចុងក្រោយនៅសល់តែបុត្រមួយអង្គហ្នឹងទេស្អែកថ្ងៃឡើងអញ្ចឹងទៅក៏មានតាម្នាក់ដែលឈ្មោះថាតាកុហេតែតាហ្នឹងមកខ្វៀលគោមកខ្វៀលអីនៅម្ដុំហ្នឹងអញ្ចឹងទៅក៏ឃើញប្រទះឃើញកូនហ្នឹងកំឡុងពេលដែលត្រូវបានគោហ្នឹងកំពុងលិតកូនហ្នឹងណាអញ្ចឹងក៏ដាក់ឈ្មោះឲ្យកូនហ្នឹងថាចៅកូលិតទៅពេលហ្នឹងគឺអត់ដឹងទេថាជាប់ខ្សែរាជវង្សជាប់អីអញ្ចឹងណាក៏យកកូនហ្នឹងទៅដល់ក្នុងភូមិរបស់ខ្លួនហើយសួរអ្នកភូមិសួរអីអញ្ចឹងទៅថាមានពីណាគេបាត់កូនបាត់អីអត់អញ្ចឹងណាក៏អ្នកភូមិហ្នឹងគេផ្ដល់យោបល់ឲ្យតាថាគេអត់ដឹងថាម៉ែឪជាពីណាគេទេអញ្ចឹងចាំជាតាកុហេជាមួយនឹងយាយគឺអត់មានកូនចៅដើម្បីស្នងតកោផងអញ្ចឹងក៏ថាចិញ្ចឹមកូនទុកទៅអញ្ចឹងតាក៏បានចិញ្ចឹមកូនទុកទៅហើយរហូតដល់ថ្ងៃមួយដែលខាងចៅគេហ្នឹងគេចាប់ដើមទៅស៊ើបតំណឹងធម្មតា
គេមានចារកម្មគេមានអីគេស៊ើបទៅនឹងឆ្លងទៅក៏ដឹងថានៅក្នុងភូមិមួយហ្នឹងគឺមានកូនដែលជាថាខ្សែរាជវង្សមានបុត្រម្នាក់ដែលជាខ្សែរាជវង្សហ្នឹងគឺអត់ទាន់ស្លាប់ទេអញ្ចឹងគេក៏រៀបគម្រោងការចង់សម្លាប់កូននឹងចោលកូនកូលិតហ្នឹងណាដល់ពេលចង់សម្លាប់អញ្ចឹងតាក៏ហេហើយជាមួយនឹងយាយហ្នឹងក៏ដឹងគេដឹងទៅនឹងថាមានចោលចង់សម្លាប់កូនហ្នឹងដោយសារតែយាយហ្នឹងចាស់ហើយបញ្ជនឡើងចិត្តជាងហើយអញ្ចឹងទៅក៏ថាលែងមានកម្លាំងដើម្បីដើរហើយប្រាប់ឲ្យតាហ្នឹងនាំកូលិតហ្នឹងរត់បាត់ចឹងទៅចាំបាច់នៅចាំយាយទេយាយក៏ដើរលេងរួចហើយអីហើយតាក៏បានយកកូលិតហ្នឹងទៅរត់ទៅបាត់ទៅចឹងណាយាយហ្នឹងចុងក្រោយក៏ត្រូវបានក្រុមចៅហ្នឹងស្លាប់ដល់ពេលចៅកូលិតជាមួយនឹងតាក៏ហេហ្នឹងក៏រត់រហូតមកដល់តំបន់វត្តលោមព្រលឹងនេះនៅពេលដែលមកដល់តំបន់វត្តលោមព្រលឹងហ្នឹងតាក៏បានសួរទៅកាន់ចៅថាបើសិនជាចៅទាំងអស់ហ្នឹងមកសម្រាប់ចៅតើចៅមានចិត្តផិតភ័យអត់អញ្ចឹងចៅនឹងក៏និយាយថាភ័យធម្មតាក្មេងតែងតែភ័យខ្លាចជាមួយនឹងការស្លាប់អីអញ្ចឹងទៅតានឹងក៏បានបេះស្លឹកឈើមួយមកសូត្រគាថាហៅព្រលឹងណាសូត្រហៅព្រលឹងហើយយកសៀតទៅលើតិចរបស់កូលិតហ្នឹងហើយក៏បានផ្សងគេហៅថាធ្វើពិធីហៅព្រលឹងអីអញ្ចឹងទៅតាមជំនឿតាមអីអញ្ចឹងណាបងប្អូនដើម្បីថាកុំឲ្យកូនហ្នឹងភ័យលួសព្រលឹងអាហ្នឹងបើតាមខ្ញុំសាកសួរទៅកាន់ចៅអធិការវត្តហើយសាច់រឿងបន្តពីនឹងទៀតគឺយើងអត់ដឹងទេអត់ដឹងថាវាទៅជាយ៉ាងណាបងប្អូនដោយសារតែរឿងហ្នឹងគឺជារឿងដែលយើងដឹងតពីគ្នាដឹងតមាត់ពីចាស់នៅតំបន់នេះហើយខ្ញុំក៏ដឹងពីចៅអធិការដែរហើយចៅអធិការនៅវត្តនេះគឺលោកនិទានប្រាប់ខ្ញុំបានតែត្រឹមនឹងលោកថាសាច់រឿងតទៅទៀតបន្ទាប់ពីរត់ចេញពីវត្តលោមព្រលឹងនេះទៅចៅនឹងទៅដល់ណាក៏លោកអត់ដឹងដែរគាត់ថាលោកក៏ព្យាយាមស្វែងរកចម្លើយស្វែងសួរអ្នកភូមិអ្នកអីផ្សេងទៀតចាស់នៅក្នុងភូមិអញ្ចឹងប៉ុន្តែអត់មានពីណាគេដឹងទេថាសាច់រឿងតទៀតហ្នឹងទៅជាយ៉ាងណាអត់ដឹងថាបទហ្នឹងគឺអាចឡើងសោយរាជតឬក៏ទៅជាយ៉ាងណាបងប្អូនដាច់ប៉ាត់ធំហ្នឹងសរុបមកវិញគឺសាច់រឿងទាំងអស់ហ្នឹងវាប្រតិកលាគ្នាដែរបងប្អូនពាក់ព័ន្ធជាមួយនឹងពាក្យថាព្រលឹងវត្តនេះគឺមានឈ្មោះថាវត្តលោមព្រលឹងហើយសាច់រឿងដែលយើងនិទានមិញហ្នឹងក៏វាមានការពាក់ព័ន្ធជាមួយនឹងការហៅព្រលឹងអីចឹងទៅវិធីសូត្រនៅក្នុងការដកស្លឹកឈើមកសៀតគុំតិចហើយបែបន់អីផ្សេងពាក់ព័ន្ធជាមួយការហៅព្រលឹងកុំឲ្យកូនហ្នឹងភ័យលុះព្រលឹងអីចឹងទៅបងប្អូនបងប្អូនដែរឮថាមនុស្សនៅពេលដែលចិត្តស្លាប់គឺព្រលឹងធំចេញនៅតែព្រលឹងទូចអត់របៀបចឹងណាអញ្ចឹងមានអ្នកខ្លះគេប្រហែលឈឺធ្ងន់ហើយក៏មានជំនឿថាព្រលឹងអត់នៅក្នុងខ្លួនអីអញ្ចឹងទៅក៏បានមកដល់វត្តនេះដើម្បីធ្វើការហៅព្រលឹងហៅអីចឹងទៅហើយលោកក៏ធ្វើពិធីសាសនាផ្សេងបងប្អូនពាក់ព័ន្ធជាមួយរឿងអភិនិហាឬក៏រឿងជំនឿទាំងអស់ហ្នឹងគឺខ្ញុំអត់សូវបានដឹងច្រើនដែរអញ្ចឹងខ្ញុំអាចថាចែកម្លែកពុកម៉ែបងប្អូននៅអ្វីដែលខ្ញុំបានដឹងតែប៉ុណ្ណឹងខ្ញុំមកវត្តនេះដូចជាអត់ទាន់ជួបជាមួយនឹងពុទ្ធបរិស័ទណាម្នាក់ហើយខ្ញុំមកពេលល្ងាចមើលទៅហើយឥឡូវពងភ្លៀងផងអញ្ចឹងណាអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងចាំជួបគ្នាជាមួយខ្ញុំនៅក្នុងវីដេអូក្រោយបាយបាយ